បាទសូមគោរពជំរាបសួរបាទពុកម៉ែបងប្អូនជាទីរាប់អានខ្ញុំបាទសូមជូនព័ត៌មានក្រោមចំណងជើងថាបាទ OMG បាទឋានសួគ៌ក្រោមមេឃបាទទិដ្ឋភាពមង្គលការបាទបាននិធិចតនីបាទឌឺណេចៅស្រីបាទឯកឧត្តមជាសភារាបាទពេលល្ងាចរំលេចទៅដោយបាទផ្កាស្រស់ចម្រុះពណ៌បាទរីកស្គុះស្គាយដូចសួនផ្កាអញ្ចឹងឃើញហើយគ្រប់គ្នាទប់ចិត្តក៏លែងជាប់ដែរដល់ឋានៈនិយាយថាគួររំលឹកឡើងវិញបន្តិចផងដែរថាកាលពីថ្ងៃទី3ខែកក្កដាឆ្នាំ2022កន្លងទៅគេប្រទះឃើញពិធីមង្គលការដ៏អធិកអធមមួយបានកើតឡើងគឺចៅស្រីឯកឧត្តមជាសុផារ៉ាបានចូលរោងការតាមប្រពៃណីបកខ្មែរជាមួយនឹងបុរសបាទអ្នកអុកញ៉ាបាលៀងម៉េងក្រុមហ៊ុនជីបម៉ុងដោយបាទកូនស្រីនាមបាទផនសុផាបាននីសានិងកូនប្រុសបាននាមអឹងរទ្ធីអមដោយការតុបតែងបាទសុទ្ធតែផ្កាស្រស់មើលទៅពិតជាស្រស់ស្អាតទាក់ភ្នែកខ្លាំងណាស់លុះក្រោយមកដល់ព្រឹកមិញនេះថ្ងៃទី5ខែធ្នូឆ្នាំ2022បាទចៅស្រីម្នាក់ទៀតហើយរបស់ឯកឧត្តមបាទនាយកបាទរដ្ឋមន្ត្រីជាសភារាបានចូលរោងការតាមប្រពៃណីខ្មែរផងដែរហើយចៅស្រីនេះមានឈ្មោះថាអាងបាននិធចនីឌីណេគឺជាកូនស្រីរបស់លោកជំទាវបាទជាសុផាកានីនិងឯកឧត្តមបាទអាងសុផាឡែតដែលរៀបការជាមួយនឹងបរិសសង្ហាម្នាក់ឈ្មោះម៉ែនសំអាតសុទ្ធចិត្តបាទត្រូវជាបាទកូនប្រុសរបស់លោកជំទាវហាក់ស្រីទូចនិងលោកបណ្ឌិតម៉ែនសំអាតកម្មវិធីដ៏កក្រើកនេះបានរៀបចំធ្វើឡើងនៅភូមិគ្រឹះរបស់ឯកឧត្តមបាននាយកបាទរដ្ឋមន្ត្រីជាសភារាផ្ទាល់តែម្ដងគ្រាឯកម្មវិធីពេលល្ងាចជួបជុំគ្នាពិសាអាហារគឺរៀបចំធ្វើឡើងនៅ OCIC ឆ្លៀតក្នុងឱកាសនោះគេឃើញឋានៈដឹកនាំបាទធំមានវត្តមានចូលរួមទៀតមានដូចជាសម្ដេចបាទដេជោហ៊ុនសែនសម្ដេចក្រឡាហោមសខេងឯកឧត្តមហ៊ុនម៉ាណែតនិងឯកឧត្តមបាទបណ្ឌិតបាទម៉ុងរទ្ធីអ្នកអុកញ៉ាគិតម៉េងនិងឯកឧត្តមបាទនាយកឧបបានទេសរដ្ឋមន្ត្រីណេតសាវឿននិងបាទរួមទៅនឹងឋានៈដឹកនាំកម្ពុជាជាច្រើនទៀតដែលមិនអាចរៀបរាប់បើក្រឡេកទៅមើលការតុបតែងពិធីបាទនាពេលល្ងាចវិញកាន់តែកក្រើកថែមទៀតមើលទៅដូចឋានសួគ៌ក្រោមមេឃអញ្ចឹងរំលេចទៅដោយបាទភិកច្រើនគឺផ្កាស្រស់ចម្រុះពណ៌ស្គុះស្គាយបាទដូចសួនផ្កាអញ្ចឹងបើរូបស្អាតទាំងនេះបាទគ្រប់គ្នាទប់ចិត្តលែងជាប់ហើយដល់ថ្នាក់ខមមិននៅពាក្យទាំងនេះចេញថាស្អាតខ្លាំងណាស់ចង់ទៅថតបានមួយប៉ុស្តិ៍ដែរពិតជាស្រស់ស្អាតមែនឋានសួគ៌នៅក្នុងជីវិតពិត OMG បាទបានពាក់កណ្ដាលប៉ុណ្ណឹងក៏អស់ចិត្តដែរកូនគេអ្នកមានគេមិនបាទកែផងតែគេស្អាតបែបធម្មជាតិដូចមិនមែនឋានសួគ៌មនុស្សដូចឋានសួគ៌ក្រោមមេឃបាទព្រះអើយវ៉ាវស្អាតខ្លាំងណាស់តោះកុំឲ្យយូរសូមទស្សនានៅរូបស្អាតដ៏សែនប្លែកទាំងនេះទាំងអស់គ្នានៅក្នុងមង្គលការបាទអាងបាទនិធិចនីឌិណេចៅស្រីឯកឧត្តមបាទឧបនាយករដ្ឋមន្ត្រីជាសុផារ៉ាទាំងអស់គ្នាបាទថាតាក់ភ្នែកខ្លាំងប៉ុណ្ណានោះបាទដូច្នេះព័ត៌មានគឺមានតែប៉ុណ្ណឹងដើម្បីកុំឲ្យបងប្អូនរងចាំយូរសូមមេត្តា like និង subscribe ទៅកាន់ channel របស់ខ្ញុំបាទដើម្បីទទួលបានព័ត៌មានថ្មីបាទសូមអរគុណសូមជម្រាបលា